ប្រតិបត្តិការទាំងអស់ជាមួយកម្ពុជាត្រូវតែផ្អាករួមទាំងផែនការដោះលែងវរៈកងទ័ពកម្ពុជាទាំង18រូបផងដែរនេះបើយោងតាមការចេញផ្សាយដោយកាសែតថៃកៅសុទ្ធនៅថ្ងៃច័ន្ទទី10ខែវិច្ឆិកានេះលោកនាយករដ្ឋមន្ត្រីអនុទិនបានធ្វើការអត្ថាធិប្បាយអំពីអបតវហេតុដែលទាហានថៃបានជន់មានដៃជើងគណៈកំពុងតែល្បាតនៅក្នុងតំបន់ហាអូតាម៉ារីយ៉ានៅឯក្នុងស្រុកខណ្ឌតារីឡាក់ឯខេត្តស៊ីសាកេតលោកបានលើកឡើងថាប្រតិបត្តិការទាំងអស់ដែលដោះស្រាយជាមួយកម្ពុជារួមទាំងគម្រោងដោះលែងវរៈកងទ័ពទាំង18រូបរបស់កម្ពុជាត្រូវតែផ្អាកលោកបានលើកឡើងនៅក្នុងសម្រងសម្ដីដើមបែបនេះថាអ្វីដែលបានកើតឡើងធ្វើឲ្យយើងដឹងថាអរិភាពចំពោះប្រទេសថៃនិងការគម្រាមកំហែងដល់សន្តិសុខជាតិរបស់យើងមិនមានការថយចុះនោះទេដោយសារតែបញ្ហានេះយើងមិនអាចបន្តសកម្មភាពណាមួយបន្ថែមទៀតបាននោះទេសម្រាប់ព័ត៌មានលម្អិតរដ្ឋមន្ត្រីការពារជាតិនិងយោធានឹងផ្ដល់ការពន្យល់លោកអនុទិនបានលើកឡើងយ៉ាងដូចនេះក្រោយទាហានថៃ2នាក់បានដើរជន់មីននៅក្នុងតំបន់តាម៉ារីយ៉ានៅឯខេត្តស៊ីសាកេតទល់មុខប្រាសាទព្រះវិហារដោយបណ្ដាលឲ្យទាហានម្នាក់ដាច់កជើងនិងម្នាក់ទៀតរងរបួសខ្ទាំទ្រូងនេះបើយោងតាមការចេញផ្សាយដោយកាសែតកៅសុទ្ធនិង The Nation អបតវហេតុនេះកើតឡើងនៅក្នុងតំបន់ហៃតាម៉ារីយ៉ានៅឯក្នុងខេត្តស៊ីសាកេតដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទីបញ្ជាការភូមិភាគ2របស់ថៃនេះបើយោងតាមការចុះផ្សាយដោយកាសែតទាំងពីរខាងលើដែលចុះផ្សាយបន្តយ៉ាងដូចនេះថានៅម៉ោង 9:36 នាទីព្រឹកថ្ងៃច័ន្ទនេះមានសេចក្តីរាយការណ៍ថាទាហានថៃម្នាក់ដែលមានឈ្មោះថាថុតសាក់មកពីអង្គភាពថ្មើរជើងលេខ1611បានដើរជន់មានបណ្ដាលឲ្យដាច់កជើងខាងស្ដាំម្ខាងហើយកូនទាហានម្នាក់ទៀតមានឈ្មោះថាវិជារាដែលមកពីអង្គភាពដដែលនេះក៏បានរងរបួសដោយខ្ទាំទ្រូងផងដែរហើយបន្តមកទាហានទាំងពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរីឯចំណែកឯកងកម្លាំងពិសេសស៊ូរិនណារីបានលើកឡើងថាករណីដើរជន់មាននេះគឺកើតឡើងពេលទាហានទាំងពីរនាក់កំពុងតែដើរល្បាតនៅក្នុងតំបន់ហ៊ូម៉ាដារីយ៉ាដែលស្ថិតនៅក្បែរព្រំដែនកម្ពុជាខណៈមានសេចក្តីរាយការណ៍យ៉ាងដូចនេះមានអ្នកខ្លះបានលើកឡើងថាទាហានថៃទាំងពីរនាក់ទំនងជាដើរខុសផ្លូវល្បាតទៀតហើយមើលទៅទើបជួបអបតវហេតុបែបនេះព្រោះកម្ពុជាបានជួលដំណឹងតាំងពីដើមមកហើយម្ល៉េះថាទឹកដីកម្ពុជានៅសល់មានសម័យសង្គ្រាមច្រើនណាស់ដែលដោះមិនទាន់អស់